កាលពីក្មេងហ្នឹងជើងអ្នកដាំល្ហុងដែរណាព្រោះគ្រួសារខ្ញុំជាអ្នកកសិករនៅឯស្រុកទលេណាក៏ដាំល្ហុងដាំអីច្រើនណានៅពេលដែលទឹកសម្រក់ទៅវិញណាហើយដាំនិយាយតែពីផ្លែសិតតែទល់សិតតែច្រែងសិតតែអ្វីចងអោបខ្លាចខ្យល់បក់អលុំដោយសារតែផ្លែពេលខ្លះផ្លែវាទល់ដីតែឥឡូវចំណែកអីមករស់នៅឯនៅកពតនេះវិញនិយាយពីដាំល្ហុង5ដើមនៅឯជាហៀងផ្ទះដាំអត់ឃើញផ្លែទេដោយសារតែយើងអត់បានថែទាំដិតដល់វាត្រឹមត្រូវណាហើយនិយាយពីការដាំល្ហុងនេះវិញមិនចេះថាទេដូចខែថែកូនង៉ែចឹងតាំងពីទូចមកនិយាយពីកាប់ដីជ្រុំជ្រោយវាដាក់ទឹកដាក់ជីធ្វើស្មៅធ្វើអីពូនជើងធ្វើអីវាសម្បើមណាដាំល្ហុងនេះហត់ណាអត់មានពេលទំនេរទេនិយាយពីមួយថ្ងៃវិញបើនិយាយពីចោកកាប់វិញណាកាប់បែងតតែសឹកមុខនឹងសស្គូអស់ហើយជាប់ផ្លែចង់ពីចាអាមហ្នឹងកាប់ទៅមករដូវហ្នឹងនឹងមុខសល់ខ្លីអស់ហើយនិយាយពីដៃវិញបើកាន់ជាមួយនឹងដងចកាប់វិញនឹងក្រិនអស់ហើយដៃនឹងក្រិននិយាយពីព្រលឹមឡើងវិញបើសិនជាលុបមុខវិញដូចយកกระดาษខាត់ហ្នឹងមកវាសមុខចឹងណាហើយការដាំល្ហុងនេះមួយគឺយើងត្រូវប្រើជីប្រើអីដើម្បីឲ្យវាផ្លែដែរអញ្ចឹងឥឡូវនេះថ្ងៃនេះគឺថាយើងត្នេហើយយើងចាប់ផ្ដើមមកដាក់ជីដាក់អីធ្វើស្មៅធ្វើជើងអីវាឲ្យស្អាតសិនដើម្បីយើងដាក់ជីធ្វើជើងវាហើយជីយើងអាចប្រើជីអេកូប្រើជីកប៉ោះឬក៏ជីគីមីជីអីហ្នឹងយើងអាចដាក់វាបន្តិចទៅព្រោះតែល្ហុងកាលណាតែយើងប្រើជីធម្មជាតិពេកក៏វាមិនជាផ្លែដែរដោយសារតែវាខ្វះនៅសារធាតុសំខាន់ណានិយាយគិតទៅអ្វីក៏ដោយតែខ្វះជាតិគីមីហ្នឹងអត់កើតទៀតហើយអានេះដើមទី5នេះអត់បានធ្វើជើងទេដាំ5ដើមហ្នឹងដាំតាំងពីខែភ្លៀងឥឡូវរាំងភ្លៀងអស់ហើយតើតែយើងបានដាក់ទឹកដាក់អីវារាល់ថ្ងៃដែរបើបានយើងអាចឲ្យវារស់នៅបានណាហើយអានេះយើងធ្វើដាំពីដាំមកអត់មានបានដាក់ជីអត់មានបានធ្វើជើងអត់ធំទេដាំ5ដើមធ្វើជើងបានតែ3ដើមល្អតែ3ដើមអា2ដើមទៀតអត់បានធ្វើជើងវាគឺអត់ល្អទេអញ្ចឹងឥឡូវយើងបកវាមកធ្វើជើងធ្វើអីនឹងឡើងមកវិញទៅដើម្បីកែតម្រូវវាពីព្រោះថាខែនេះវាខ្សត់ល្ហុងដែរណាតិចទៀតទៅនឹងគឺខែប្រាំងមែនតើនឹងពិបាករកល្ហុងណាដោយសារតែយើងប្រកបមុខរបររកស៊ីបុកល្ហុងបុកអីលក់ពេលល្ងាចដូចចេះយើងក៏ចាំបាច់ជាមួយនឹងផ្លែល្ហុងផ្លែអីដែរអញ្ចឹងជាហៀងផ្ទះនេះយើងគិតថាយើងអាចដាំបានចំនួន10ដើមអីដែរតែឥឡូវយើងធ្វើត្រឹមតែ5ដើមសិនទៅហើយឥឡូវគឺថាមានកម្រងធ្វើយ៉ាងណាឲ្យវាកាន់ផ្លែសិនដោយសារតែល្ហុង3ដើមនឹងវាផ្កាហើយក៏ប៉ុន្តែអាកាសធាតុក្តៅពេកទៅក៏វាជ្រុះអីចឹងទៅហើយបន្ទាប់ពីយើងធ្វើអាស្មៅនឹងល្ហុងនឹងហើយក៏ឆ្លៀតពេលនេះយកមកធ្វើដីដាក់កន្លែងដាំទ្រាប់ដាំជីអីនេះបន្តិចទៅដោយសារតែយើងវានៅសល់ពេលសល់វេលាច្រើនដែរតម្រាំតែយើងដល់ម៉ោងទៅលក់ដូរនៅតូបឯផ្សារណាព្រោះមួយថ្ងៃមិនមែនការងារមួយមុខទេលោកហើយនេះគឺថាឆ្លៀតពេល1ម៉ោងជាងអីហ្នឹងមកធ្វើការងារកប៉ិកពុកកសិកម្មនៅផ្ទះហ្នឹងដោយសារតែឥឡូវហ្នឹងបញ្ហាជ្រូកហ្នឹងក៏យើងលែងរវល់ហើយព្រោះឈឺងាប់ខ្ទេចអស់ហើយអញ្ចឹងយើងមានពេល1ម៉ោង2ម៉ោងដែរសម្រាប់ធ្វើកសិកម្មនៅផ្ទះណាដើម្បីជួយកាត់បន្ថយនៅចំណាយខ្លះព្រោះថាបើយើងដាំល្ហុងដាំអីបានយើងមិនសោះពិបាកទៅទិញគេណាដាំជីដាំអីបានអញ្ចឹងទៅក៏យើងមិនសោះទៅទិញនៅផ្សារដែរទិញម្ដងមួយថ្ងៃអស់4-10ម៉ឺនដែរណាអស់4-10ម៉ឺនទៅអីវ៉ាន់ច្រើនអញ្ចឹងអស់20000-30000តែអីវ៉ាន់តិចច្រើនអញ្ចឹងទៅហើយយើងគិតមើលបើសិនជាយើងអាចសំចៃអា10000 20000 4-50000នឹងបានយើងសល់ច្រើនណាស់រាល់ថ្ងៃដោយសារតែអីវ៉ាន់នៅផ្សារហ្នឹងក៏វាថ្លៃទៀតហើយគិតយូរទៅអីវ៉ាន់ទាំងអស់ហ្នឹងយើងគិតថាយើងអាចដាំបានយើងអាចធ្វើបានខ្លួនឯងណាដោយមិនចាំបាច់អីមានអីញ៉ៃទេគ្រាន់តែមានជីអេកូមានផើងមានក្រងមានចកាអីបែបហ្នឹងយើងដាក់វាចូលទៅហើយយើងរកជីយកមកដាំណាដាំទៅជីអាណាឬក៏ជីពងទាជីអីហ្នឹងទៅចឹងយើងយកវាមកដាក់ដាំហ្នឹងទៅដោយសារជីដីអេកូនេះយើងមានស្រាប់
chụp đặt tới giờ chi mà đào tới bị đau nâng tam lư cái dây đáy đó nó to ban xa đam hiện tâm riệp chồng này hay giờ mưa ngày nào muối tên nhà chi mau bị xa nó đang bị cha giờ mưa giờ vì mà xa đào nó mới vì đang thà vì đo được gọi dòng mạch chẳng anh đi dương còn đặt đầy một pin cái nó cái ấy nó sôi tắc sôi ấy ở việt miền sầm nao ở việt miền đây chiếp bảy chi bảy ấy nó không nắng á chẳng chăm mưa dương rồi rồi hỏi dương nâng rột về lia từ vô chi bông chi na chi bằng tia nó giờ mà đầu nâng thùng nâng tầng làm bay ở về lụt lo đỏ sạt nâng nông thùng nó giờ mưa mới thầy mình sang tiết đầm từ cuốn thọp đầm đấy mình đừng mình đầm ở lọ từ cuốn ní to rồi chi mà mình làm bán là chi xó rồi chi bông tròn chi ui rê nó bàn lấy chọp vậy